បាទសួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញ website មួយគឺសម្រាប់ធ្វើការ combine PDF ចូលគ្នាអញ្ចឹងណាជាសំណើមកថាយើងមាន PDF បែបនេះតែបែបហ្នឹងណានេះគឺជា PDF មួយអានេះឧទាហរណ៍ថានេះជាឯកសាររបស់យើងណានេះឯកសារ2អញ្ចឹងទៅណាអញ្ចឹងគោលបំណងរបស់យើងចង់ឲ្យដាក់ឯកសារហ្នឹងវាចូលមួយគ្នាអញ្ចឹងទាំងអស់ប៉ុន្មានដែលយើងចង់បានណាដូចខាងក្រោមនេះដូចនៅខាងក្រោមខ្ញុំធ្វើការ combine វាចូលគ្នាអូខេcombine វាចូលគ្នាបែបនេះអញ្ចឹងសួរតើវាមាន website អីគេខ្លះតែពិត website គឺមានច្រើនអញ្ចឹងខ្ញុំសូមបង្ហាញ website 13 website អូខេអញ្ចឹងខ្ញុំបង្ហាញនៅក្នុងនេះចំណុចខាងក្រោមនេះជា website ទាំង13សម្រាប់ធ្វើការ merge PDF ហ្នឹងឲ្យចូលគ្នាអញ្ចឹង website មួយដែលគេប្រើភាគច្រើនគឺ I love PDF អូខេអញ្ចឹងឥឡូវខ្ញុំធ្វើបង្ហាញវាឥឡូវយើងធ្វើការចុចចូលអញ្ចឹងអ្នកនរគ្នាអាចធ្វើការចុចចូលទៅក្នុង link ដែលខ្ញុំដាក់ឲ្យហ្មងណាដើម្បីងាយស្រួលក្នុងការប្រើប្រាស់វាអញ្ចឹងចុចចូលមកអញ្ចឹងនៅក្នុងនេះគឺជាប្រទាំងwebsite មួយគេថា merge PDF file ឲ្យវាចូលមួយគ្នាហ្នឹងណាអូខេអញ្ចឹងនេះចំណងជើងវានៅកន្លែង merge អានេះកន្លែង split អញ្ចឹងវានៅក្នុង website ហ្នឹងគឺវាមានមុខងារជាច្រើនក្នុងការធ្វើវាអញ្ចឹង split អានេះមាន compress អានេះមានប្រភេទជា convert ណាមាន convert ពីរូបភាពទៅ PDF អញ្ចឹងទៅនេះ all tool អញ្ចឹងវាមានមុខងារវាខុសៗគ្នាអញ្ចឹងណាបាច់ហ្នឹងអូខេអញ្ចឹងនៅក្នុងនេះគឺខ្ញុំបង្ហាញតទៅមួយការមើលទេខ្ញុំបង្ហាញតែមួយទេអញ្ចឹងក្រៅពីហ្នឹងគឺវាងាយស្រួលទេអូខេតែបន្តមកទៀតពេលយើងចូលអញ្ចឹងហើយអ្នកទាំងគ្នាអាចធ្វើការ sign up ក៏បាន sign in ក៏បានហើយ log in ក៏បានឥឡូវខ្ញុំធ្វើការចុចយកហ្មងយើងធ្វើការ select PDF files ចុចលើប៉ុណ្ណឹងមកតមកទៀតយើងទៅរកឯកសារដែលយើងទុកនឹងនៅណាអូខេអញ្ចឹងនេះគឺជាឯកសាររបស់ខ្ញុំណាអញ្ចឹងខ្ញុំមាន PDF 1 PDF 2អញ្ចឹងទៅអញ្ចឹងគាត់ថាយើងចង់ឲ្យវាចូលមួយគ្នាមិនឯកសារដែលយើងចង់ដាក់ចូលមួយគ្នាខ្ញុំចង់បានតែ3ទេអញ្ចឹងខ្ញុំសេចតែ3ទេហើយតមកទៀតចុច open មកអញ្ចឹងឯកសាររបស់យើងនឹងធ្លាក់ចូលទៅក្នុងហ្នឹងបែបនេះណាហ្នឹងហើយអូខេហើយយើងអាចធ្វើការបន្ថែមទៀតបានណានឹងបន្ថែមទៀតនៅក្នុងហ្នឹងបានអូខេបន្តមកទៀតយើងធ្វើការចុចពាក្យថា merge PDF នេះមកអូខេបន្ទាប់ពីយើងធ្វើវាធ្វើការ merge ហើយយើងធ្វើការចុច download យកមកនេះអញ្ចឹងយើងចុច download យ៉ាងនេះក៏បានចុចដល់នេះក៏បានដែរអញ្ចឹងវាសង់វាធ្លាក់មកណាអូខេអញ្ចឹងខ្ញុំដាក់ដល់នេះមកដាក់ជាមួយក៏បានអញ្ចឹងយើងអាចធ្វើការរងចាំវាដំឡងអញ្ចឹងវា C12 មេដោយសារទាំងរូបភាពទាំងអីហ្នឹងអូខេអញ្ចឹងខ្ញុំអាចចូលមើលបាននេះ PDF អូខេយើងដាក់ជុំគ្នាឃើញថាស្អាតមែនតើអូខេអត់មានជាប់ logo អីទេអូខេអញ្ចឹងនេះគឺជា website សម្រាប់ធ្វើការ merge PDF ឲ្យចូលគ្នា website ហ្នឹង I love PDF អូខេខាងក្រោមគឺ small PDF merge អញ្ចឹងចូលទៅក្នុងហ្នឹងក៏ដូចគ្នាវាមកគេខុសៗគ្នាតិចតួចណាតែនេះគឺតាក់ទងជាមួយនឹង tool របស់វានេះ tool វាមានច្រើនណាហ្នឹងវាមានច្រើន tool អញ្ចឹងយើងចង់ merge យើងអាចចុចកន្លែងនេះមករើសឯកសាររបស់យើងក៏ដូចតែគ្នាដែរអូខេទី3គឺ PDF 24 merge នេះក៏ដូចគ្នាអូខេអញ្ចឹង website ខ្លះវា free website ខ្លះវាបង់លុយអញ្ចឹងទៅ website ខ្លះវាមានដែនកំណត់របស់វាអញ្ចឹងឥឡូវនេះថា free online no limited secure អូខេយើងទី4គឺ PDF gear merge អូខេនេះក៏បានអានេះយើងអាចធ្វើការទាញចេញបានហ្មងទាញនៅលើកុំព្យូទ័ររបស់យើងបានហើយទី5មាន Seda merge នេះក៏ដូចតែគ្នាហើយកន្លែងខ្លះវាទៅ Trial តែនេះអត់អីទេ website ទី6គឺ Adobe Merge នេះដូច Adobe Photoshop អញ្ចឹងនេះ Adobe Photoshop ចុចទៅ file របស់យើងមកហើយយើងដាក់ចូលទៅហើយទី6គឺ Combine PDF នេះ Combine PDF អានេះមុខវានៅខាងក្រោមមុខងារវានៅខាងក្រោម100 secure នឹងអត់អីទេទី8គឺ Ace PDF នេះ Ace PDF គឺមានវាបាច់ដែរអញ្ចឹងខាងលើ tool របស់វាមាននៅក្នុង website ហ្នឹងវាមានមុខងារផ្សេងទៀតទី9គឺ merge pdf.io នេះទំនងបាច់នេះហើយកន្លែងនេះ tool របស់វាtool របស់វាមានបាច់នេះយើងអាច merge យើងអាច convert ពី Word ទៅ PDF បានទី10គឺ one click PDF នេះ one click PDF មានរូបរាងបាច់ហ្នឹងអញ្ចឹងកន្លែងនេះហើយយើងរើសឯកសាររបស់យើងដាក់ចូលទៅក្នុងនោះមកហើយបន្តមកទៀត11គឺ PDF Candy នេះមានរូបបាច់ហ្នឹងខាងលើ tool របស់វានេះ tool អូគឺច្រើនមែនតើ Candy ហ្នឹង
Chẳng là này merge PDF file này anh ấy merge cứ đặt cho người kia cáiประเภท ai về ai thằng bạn này convert ពី Word ទៅ PDF សុំចេះអក្សរខ្មែរគឺវា convert ទៅវាដាច់ជើងដាច់ដៃនេះ convert from PDF នេះគេមានច្រើន merge ណាតមកទៀតទី12 Soda PDF នេះ PDF វាបែបនេះអានេះប្រភេទ trial នេះ start free trial វាមានជាប្រភេទ trial នៅតាម plate ឬតាមបងលុយទី13គឺ ELF PDF នេះ ELF PDF จะก็เป็นยังไง you have free action left ខ្លះវាបងលុយខ្លះឲ្យយើងបងអូខេទាំងនេះគឺជា website សម្រាប់យើងធ្វើការ merge PDF បញ្ចូលគ្នានៅក្នុង website ហ្នឹងក៏វាមានមុខងារបន្ថែមទៀត